ចឹងចាំម៉ែទៅពេទ្យសុំថ្នាំអីលេបណាកូនចឹងម៉ែទៅសុំថ្នាំឲ្យហើយរ៉ាមើលប្អូនផងណាកូនម៉ែកូនដឹងហើយចាំកូនមើលប្អូនឯងម៉ែកូនទាំងពីរហើយនៅផ្ទះមើលប្អូនផងណារ៉ាហើយបើមានអ្នកគេមកកូនឯងក៏បើកទ្វារម៉ែទៅហើយម៉ែចឹងម៉ែទៅហើយអត់ខ្ជិលជីឡានអ្វីខ្លះអត់សាំងជីកង់វិញចិត្តណងផងអូនឈឺជើងអីណាអូយជីសាយផងបងប្អូនគៀងវាអ៊ីදුកបុកលុយអញដាចេះមើលសំណាងអញជីកង់បើជីឡានត្បុកបាក់អូយនិយាយដល់ពេទ្យបាក់អូយនោះប៉ែអូយមកឈរចាំនឹងមកវិញហេវើយនោះកន្លែងចតឡានតែចតកង់ទៅមានឡាននោះមានគ្រាន់តែខ្ជិលជីមកលោកគ្រូប៉ានេះទៅឈរថ្មឹងលោកគ្រូប៉ាជួយកូនខ្ញុំផងអូយនេះអាណាគេងាប់អីក៏ស្លាវម៉ានិយាយមួយមកនេះអូយលោកគ្រូប៉ែទៅមានអាណាគេងាប់ទេគឺកូនខ្ញុំគឺវាឈឺចើឥឡូវនេះខ្ញុំសុំថ្នាំឲ្យឡាបអូយខនឈឺចងប៉ុណ្ណឹងសោះឯងស្មើតែស្អីវ៉ៃណែយកថ្នាំលេបមួយថ្ងៃម្ដងចឹងហើយខ្ញុំមកជម្រាបលាលោកគ្រូប៉ែទៅសិនណាទៅសុខសប្បាយផ្លូវកាយលោកគ្រូប៉ែនេះចង់ដាក់តានេះឯងត្មងណាជីកង់ទៅផ្ទះហើយញីលោកគ្រូប៉ែនេះមកចង្រៃហ្មងណាឯងខំមកសុំថ្នាំមកអូយជាស្អីផងបងប្អូនរៀនទាំងអូយបាត់នេះមកទៅដល់ទៅហើយប៊ីបុកអ៊ីកន្លែងប្អូនឯងបាត់តែជាល្អម៉ែដោយពីមុនចឹងតាកុំនិយាយលុបទៅយកម៉ែមកវិញម៉ែដឹងប៊ីបុកអ៊ីនឹងមិញតែមិនស្អីទេសំខាន់ដល់ផ្ទះហើយនេះផ្ទះឯងចិត្តដល់នេះអ៊ុយស្អាតហ្មងពេលមើលចឹងទៅអ៊ុយដាក់កង់ហើយដូចដើមវិញបាននេះមកចូលផ្ទះមកអើយហៅយកថ្នាំឲ្យកូនលេបសិនលឺថាឈឺជើងមួយថ្ងៃនេះរ៉ានេះម៉ែមកពីសុំថ្នាំពីពេទ្យវិញឯកូនចំមិនបាក់លឺស្លេងកូនឆ្លើយចឹងម៉ែតាប្អូនឯងធ្វើចង់ធ្វើទៅឈឺវិញតែចាបងអូយកូនម៉ែមកវិញហើយអូយនេះកន្លែងកាត់អីអត់ណែម៉ែសុំថ្នាំពីពេទ្យបានហើយពេទ្យប្រាប់ថាលេបមួយថ្ងៃម្ដងហើយលេបមុនបាយចឹងចាំម៉ែធ្វើហូបពិសេសកន្លែងណាម៉ែធ្វើឲ្យបើគឺឲ្យកូនយើងញ៉ាំម្ដងបើកម្លាំងកុំឲ្យកូនយើងជាឈឺពេកកូនតាំងពីមកហូបឆ្អើម៉ែមកញ៉ាំមកម៉ែឲ្យខ្ញុំទៅញ៉ាំបាយតាទៅញ៉ាំតាមកហូបអីចូលចិត្តផងកូនកន្លែងញ៉ាំឆ្អែតទៅឲ្យមានកម្លាំងកុំឲ្យកូនឯងជិះទៅឈឺផ្ដាស់ទៀតម៉ែកូនដឹងហើយកូនក៏ចង់ដែរកូននឹងញ៉ាំឲ្យច្រើនកុំឲ្យឈឺដូចពីអូនពេលញ៉ាំហើយមីអូនត្រូវលេបថ្នាំណាកូនពេលម៉ែញ៉ាំហើយម៉ែទៅបោះផ្ទះជូតផ្ទះនៅក្រៅផ្លែតអូយជូតពីខាងនេះទៅហើយចាំជូតពីខាងនោះម្ដងជូតមកឲ្យវាស្អាតព្រោះខានជូតឡើងមួយឆ្នាំហើយតែនៅតារាក៏មិនតែនៅស្អាតតារាជូតមកខ្វិតអូយសប្បាយណាស់ជូតទៅសិនហើយដែរជូតមកដែរជូតមកចំដូចលើស្លេងអីណាចំហើយពីអ្នកហ្នឹងនិយាយអីនោះបាននេះស្ដាប់សិនអូយយើងស្ដាប់សិនក៏បន្តែយើងនៅក្រៅអូយបិទចិត្តហើយស្ដាប់អត់សូវលឺសោះជំនឿយើងស្ដាប់តែម្ដងពីរសិនស្ដាប់ម្ដងពីរចឹងមកស្ដាប់លឺជួយស្ដាប់សិនអើយល្បីរបស់ប្អូនណាប៉ាត់ច្បាប់ម៉ែអត់សម្រេចម៉ែណាធ្វើបោទៅឈឺជើអីណាអើយស្រួលណានៅតែកុយនឹងម៉ែប្រើពីកូនពីរនាក់ហ្នឹងបកយើងជាលើកទី2ហើយជំរឿយើងនឹងប្រើវិធីមួយសូមរងចាំទស្សនានៅភាគបញ្ចប់សូមអរគុណ